ទូការភ្ញាក់ផ្អើលខ្លាំងក្រោយពេលឃើញកក្កដាសុភ័ណ្ឌលេចមុខ casting ឡើងអែមនៅក្នុងកម្មវិធីប្រកួតសម្រស់មួយនេះកាលពីពេលថ្មីកន្លងទៅនេះអ្នកលេងបណ្ដាញសង្គម Facebook និង TikTok ដ៏មានប្រជាប្រិយភាពមួយរូបគឺលោកកក្កដាសុភ័ណ្ឌបានប្រកាសចូលប្រកួតកម្មវិធី Miss Queen Cambodia 2023ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនក្លាយជាបវរកញ្ញាភេទទី3តំណាងឲ្យកម្ពុជាប្រកួតលើឆាកអន្តរជាតិទើបតែប្រកាសចូលប្រកួតកម្មវិធី Miss Queen Cambodia 2023មិនទាន់បានប៉ុន្មានផងស្រាប់តែនៅថ្ងៃទី8ខែមករាឆ្នាំ2023កន្លងទៅនេះមហាជនជាច្រើនពេញបណ្ដាញសង្គមជាច្រើនបានឃើញអ្នកលេងបណ្ដាញសង្គមរូបនេះលេចវត្តមានចូលរួម casting នៅក្នុងកម្មវិធីប្រកួត Miss Ara Cambodian 2023ទៀតជាមួយនឹងការលេចវត្តមាននៅលើ casting នេះធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលជាខ្លាំងក្នុងនោះមហាជនក៏បានបង្ហាញការលើកទឹកចិត្តឲ្យលោកកក្កដាសុភ័ណ្ឌផងដែរដោយបង្ហាញភាពក្លាហានសមត្ថភាពដើម្បីបន្តក្តីស្រមៃរបស់ខ្លួនដែលឡែកសម្រាប់កក្កដាសុភ័ណ្ឌមានសង្ឃឹម 100% ថាខ្លួននឹងទទួលបានមង្គុត Miss Ara Cambodian រដូវកាលនេះ